កាលខ្ញុំនៅពីក្មេងយើងរស់នៅក្នុងជំរំជនភៀសខ្លួនគេបានប្រាប់ពួកយើងថាយើងអាចត្រឡប់ទៅភូមិរបស់យើងវិញបានតែសំខាន់គឺគ្រួសារយើងវាត្រូវការលុយម៉ែដឹងតែឲ្យកូនឯងទៅហើយចាណៃ នាងក៏បានប្រាប់ម៉ែថាណាគ្រីបានទៅធ្វើការនៅក្នុងបារមួយនៅឯទីក្រុងណាគ្រី ហើយស្គាល់ខ្ញុំដែរ ខ្ញុំចាណៃខ្ញុំមកភ័ក្រគ្នាណាគ្រីវាស្នានៅណា ដល់ផ្ទះរបស់នាងចេញ ចេញពីនេះស្អប់ឯងនិយាយស្អប់ឯងខ្លាំង